មានសៀវភៅមួយក្បាលនេះតើភ្នំដាលីមិនខ្លាចជាឃ្លាំងទ្រព្យដែលខ្ញុំអាចចេញចូលតាមចិត្តទេយោអ្នកទាំងអស់គ្នាប្រញាប់មកមើលនេះមិនមែនជាមនុស្សទុនឆ្អឹងដ៏ល្បីល្បាញក្នុងភូមិលីសានរបស់យើងទេមិនដែររៀបការប្រពន្ធមិនបានរហូតដល់ប៉ះទង្គិចផ្លូវចិត្តមកឈោមើលមេមន់រំនៅទីនេះឬមនុស្សចង្រៃមើលស្អែកអ្នកប្រុសចៅនិយាយជាមួយឯងគឺលើកមុខឯងហើយឬអត់ឆ្កែល្អមិនទាំងផ្លូវទេខ្ញុំត្រូវឡើងភ្នំគ្មានពេលមកនិយាយរឿងឥតប្រយោជន៍ជាមួយឡើងភ្នំតែត្រឹមឯងនឹងអ្នកទាំងអស់គ្នាអត់អាក្រៃក្រដែលសំបីតែភ្លើងបាញ់សัตว์ក៏គ្មានលុយជួលផងកាន់កំបិតខ្វាយចាស់មួយថានឹងឡើងភ្នំដាលីឯងស្មានតែភ្នំដាលីជាចំការបន្លាយក្រោយផ្ទះឯងមែនទេអ្នកប្រុសខ្ញុំមើលទៅអាសាធីងកាំងនេះឈួតដោយសារក្រមែនតែនហើយគ្មានកំភ្លើងផងហ៊ានឡើងភ្នំប្រហែលជាចង់ចូលទៅធ្វើជាអាហារថែមឲ្យជាប់ព្រៃនៅលើភ្នំដើម្បីសន្សំសំចៃបាយពោតនៅផ្ទះហើយមើលទៅសៀធីងកាំងខ្ញុំទូនមានឯងឲ្យលះបង់គំនិតនឹងចោលឲ្យឆាប់ទៅព្រឹកស្អែកខ្ញុំនឹងនាំក្រេស្នែងផ្កាក្រហមទៅទទួលសៀវមីនៅផ្ទះត្រកូស៊ូចាំពេលខ្ញុំនឹងសៀវមីចូលបន្ទប់សំដំណេកខ្ញុំប្រកាសជាឲ្យនាងស្រែកឲ្យខ្លាំងដើម្បីឲ្យឯងដែលនៅខាងលិចភូមិស្ដាប់បានយ៉ាងច្បាស់ឯងចង់ងាប់មែនទេយ៉ាងម៉េចឯងចង់ប្រើកម្លាំងបាយផងកូម៉ាស៊ឺវីរហូតដល់ងាប់ឲ្យឯងឲ្យវាដឹងថានៅភូមិលីសានអញវាអាមនុស្សទុនឆ្អឹងដូចឯងឲ្យងាប់មកអញសៀធីងកាំងមានតែជីវិតថោកទាបមួយនេះទេថ្ងៃនេះនរណាហ៊ានចូលមកអញកាប់ក្បាលឆ្កែវាមួយកំបិតយ៉ាងច្រើនបដូរជីវិតគ្នានឹងជីវិតអ្នកណាមកអញហ៊ានពើងទ្រូងឬអញហ៊ានប៉ះសក់អញតែមួយសរសៃឪពុកអញដាច់ខាតមិនលើកលែងឲ្យគ្រួសារអញទេបានឯងខ្លាំងអញចាំមើលថាឯងកោងកាច់បានអ្នកប្រុសលែងវាចោលទាំងកំហឹងបែបនេះឬប្រសិនបើវាសំណាងល្អនៅចៃដន្យលើភ្នំហើយបាញ់បានសត្វល្អតើគិតយ៉ាងម៉េចអញមានគូក្បាលជ្រូកមែនទេត្រឹមតែផ្លែកំបិតចាស់របស់វាសំបីតែក្តានក៏ដេញមិនទាន់ផងតើអាចបាញ់បានស្អែកមកហ្វឺនិយាយត្រូវតាមពិតថ្ងៃនេះពួកយើងមិនបាច់ចេញដៃតតែសោះអាម្នាក់នេះជំរុញចង់តែចូលភ្នំយប់នេះគឺចាស់ព្រឹទ្ធាចារ្យលើមេឃជាអ្នកប្រមូលជីវិតវាហើយអ្នកប្រុសហេតុអ្វីបានជានិយាយបែបនេះយប់មិញឪពុកខ្ញុំបានដឹកនាំក្រុមទៅមាត់ច្រកភ្នំដោយផ្ទាល់ហើយបានរកឃើញស្នាមជើងនិងសម្បកឈើដែលត្រូវកោសចេញជាបន្តបន្ទាប់ឪពុកខ្ញុំប្រាប់ថានោះជាខ្លាឃ្មុំខ្មៅដែលទើបតែភ្ញាក់ពីសំរដូវរងាខ្លាឃ្មុំខ្មៅហេតុអ្វីបានជាអាសត្វនោះមកលេចមុខនៅច្រកភ្នំអញ្ចឹងមិនមែនតតែចម្រៅភ្នោណាទៅដឹងប្រហែលជាវាដាច់ពោះមួយរដូវរងាភ្នែកឡើងខៀវអស់ហើយទើបចេញមករកអេស៊ីអញ្ចឹងទៅភូមិលីសានរបស់យើងកាលពី100ឆ្នាំមុនមានកំណត់ត្រារឿងខ្លាឃ្មុំខ្មៅស៊ីមនុស្សកន្លងផុតទៅ100ឆ្នាំខ្លាឃ្មុំខ្មៅចេញមកម្ដងទៀតមើលទៅសាធីងកាំងពិតជាជួបគ្រោះថ្នាក់ក្នុងជោគវាសនាហើយនេះជាលទ្ធផលនៃការប្រឆាំងនឹងបងឆឹងស្អែកនេះគ្រូសាជើរបស់ខ្ញុំធ្វើបុណ្យការឯគ្រូសាសាធ្វើបុណ្យសពពិតជាមង្គលជាន់លើមង្គលមែន